មកទល់នឹងពេលនេះប្រទេសថៃឬក៏នាយករដ្ឋមន្ត្រីរបស់ថៃនៅតែបន្តអះអាងយ៉ាងដូចនេះថាការបើវាយគ្នាជាមួយនឹងកម្ពុជានាពេលកន្លងមកណាគ្រាន់តែជាគេហៅថារឿងតូចតាចសម្រាប់គេទេហើយវាបានផ្ដាំផ្ញើមកកាន់កម្ពុជាយើងថាបង្កើតក្តីស្រឡាញ់ជាមួយគ្នាទៅកុំបង្កើតសង្គ្រាមអីណែបងប្អូនអរគ្នានេះគឺជាសម្ដីលោកអនុទានថ្មីនេះវាទើបតែនិយាយនៅក្នុងពិធីមួយដែលជាការគម្រាមកំហែងមកលើកម្ពុជារបស់យើងហ្នឹងគឺខ្លាំងមែនទែនបានន័យថាកុំឲ្យកម្ពុជាហ្នឹងដែលបង្ករឿងបាទនៅលើឆាកអន្តរជាតិហើយពាក់ព័ន្ធទៅនឹងព័ត៌មានបាទនៅលើ social media បាទកុំបង្កើតព័ត៌មាន fake និយាយបងប្អូនអរគ្នាធ្វើបាបយើងហើយចង់ក្រោយចោទថាយើងនឹងគឺដើរធ្វើបាបវាទៅវិញបាទអញ្ចឹងយើងនឹងថាបើទោះបីជាពេលនេះថៃនៅតែបន្តកាន់កាប់ទឹកដីរបស់បាទកម្ពុជារបស់យើងជាច្រើនគីឡូម៉ែត្រហើយកម្ពុជារបស់យើងក៏មិនមានគេហៅថាគម្រោងនៅក្នុងការវាយដណ្ដើមយកមកវិញដែរសម្រាប់ហេតុផលយើងមានច្រើនបងប្អូនគ្នាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចរបស់កម្ពុជាបាទហើយប្រៀបធៀបជាមួយនឹងសភាវុធរបស់កម្ពុជាហើយនិងថៃគឺវាខុសគ្នាឆ្ងាយគេអាចធ្វើសង្គ្រាមរយៈពេលវែងបានក៏ប៉ុន្តែកម្ពុជាមិនអាចធ្វើសង្គ្រាមដែលមានរយៈពេលហ្នឹងគឺវែងបានទេបាទអញ្ចឹងយើងមកដឹងរឿងរ៉ាវពាក់ព័ន្ធទៅនឹងដែលថ្មីនេះដែលលោកអនុទានគេទៅនឹងគេហៅថាធ្វើពិធីថ្លែងសន្ទរកថាមួយដែលគេចោទមកលើកម្ពុជារបស់យើងតែម្ដងថ្មីនេះថៃបានសម្ដែងបាទសាច់ដុំយោធារបស់ខ្លួនយ៉ាងកក្រឹកកក្រែងតែម្ដងតាមរយៈការបើកនៅគេហៅថាពិព័រណ៍ឧស្សាហកម្មបាទការពារជាតិដ៏ធំរបស់ខ្លួនកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2026កន្លងទៅនោះយ៉ាងណាមិញអ្វីដែលការតែធ្វើឲ្យមហាជនហួសចិត្តនោះគឺពាក្យសម្ដីដ៏ភូតភរបោកប្រាស់បាទបង្កប់ដោយល្បិចកលពឹសពុលដែលនាយករដ្ឋមន្ត្រីរបស់ថៃលោកអនុទានបាទឆានវរៈកុលបានរលាស់នៅអណ្ដាតទាំងបំភ្លៃដើម្បីបិទបាំងមហិច្ឆតាដែលធ្វើការឈ្លានពានមកលើទឹកដីកម្ពុជានាពេលកន្លងមកដែលពាក្យស្លោកដែលថៃគេបាននិយាយនោះគេថាបង្កើតក្តីស្រឡាញ់ជាមួយគ្នាទៅអាកុំចង់បង្កើតសង្គ្រាមអីណែវាយយកទឹកដីអញបាទផ្ទះសម្បែងប្រជាពលរដ្ឋអញរាប់សិបម៉ឺនខ្នងប្រជាជនរាប់សែននាក់កំពុងតែជំនឿខ្លួនហើយមកនិយាយអញ្ចឹងកើតក្នុងនោះផងដែរនៅក្នុងពិធីឧស្សាហកម្មការពិជាតិរបស់ថៃលោកអនុទានបានបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលរបស់ថៃនៅក្នុងបាទការងាកមកពង្រីកបាទពាក់ព័ន្ធទៅនឹងឧស្សាហកម្មការពិជាតិនៅក្នុងស្រុកនិងជំរុញបាទពាក់ព័ន្ធទៅនឹងការពឹងផ្អែកការផលិតខ្លួនឯងអញ្ចឹងបងប្អូនគ្នាថៃគឺគេស្វាស្វែងនៅក្នុងការគេហៅថាព្យាយាមយ៉ាងណាក៏ដោយគឺត្រូវតែមានក្រុមហ៊ុនផលិតអាវុធនៅក្នុងស្រុកព្រោះវាស្រួលធ្វើសង្គ្រាមនេះពេលខាងមុខបាទអញ្ចឹងអនុទានបានបន្តទៀតថាពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងរបស់ថៃលោកបានបង្ហើបដល់គួរឲ្យខ្ពើមបន្តិចទៀតថាបាទយើងបង្កើតក្តីស្រឡាញ់ជាមួយគ្នាទៅកុំទៅបង្កើតសង្គ្រាមគេនិយាយចឹងណាបាទទាំងដែលមីយ៉ាន់ម៉ាកំពុងតែលាក់ខោបែកចិត្តព្រំដែននឹងស្ទើររងហើយបាទតែគ្មានហ៊ានឃើញក្អកជាមួយមីយ៉ាន់ម៉ាទេក៏ប៉ុន្តែគ្រាន់តែលឺស្នូកំភ្លើងឬក៏អីបន្តិចបាទពីទឹកដីកម្ពុជាទៅហ្នឹងគឺម្នាក់នាំគ្នាគេហៅថាចោតកម្ពុជាហ្នឹងថាបាញ់ឲ្យតោះយើងបាញ់វិញអាហ្នឹងថៃបាទពាក្យនេះស្ដាប់ទៅវាពិរោះតែផ្ទុយពីការពិតទាំងស្រុងផ្ទុយពីការពិតក៏ព្រោះតែបច្ចុប្បន្នយោធារបស់ថៃបានកំពុងតែធ្វើសកម្មភាពបាទឈ្លានពានបាទគឺពាក់ព័ន្ធទៅនឹងការរំលោភនៅដែនដីអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជ្រៅនិងកំពុងតែបង្ករឿងតាមព្រំដែនដោយយកលេសថាកម្ពុជាបាទបង្កើតសង្គ្រាមបាទវាទៅជាអញ្ចឹងក៏ប៉ុន្តែជាក់ស្ដែងអនុទានបាទมันបានបង្ហាញអំពីទស្សនវិជ្ជាបាទនៃក្តីស្រឡាញ់សន្តិភាពដូចមាត់និយាយឡើយលោកបានធ្វើដំណើរទៅកន្លែងប្រារព្ធពិធីដោយរលូនបាទប្រហើនបាទនៅលើរថពាសដែកបាទប្រភេទថ្មីអមដោយរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូបអញ្ចឹងបងប្អូននេះការបង្ហាញខ្លួននៅក្នុងទម្រង់យោធានិយមបែបនេះគឺស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីមហិច្ឆតារបស់ថៃនៅក្នុងការបង្កើតសមត្ថភាពនៃការផលិតអាវុធនិងត្រៀមលក្ខណៈយោធាក្រោមលេសថាពឹងផ្អែកលើខ្លួនឯងនិងចង់ក្លាយទៅជាមជ្ឈមណ្ឌលផលិតអាវុធឈានមុខគេនៅក្នុងតំបន់ផងដែរនៅក្នុងសន្ទរកថាបើកលោកអនុទានបានសង្កត់ធ្ងន់ថាចំនួនអន្តរជាតិបានរំខានទៅដល់ការធ្វើពាណិជ្ជកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដូច្នេះប្រទេសជាច្រើនត្រូវងាកមកពឹងផ្អែកលើខ្លួនឯងជំនួសឲ្យការនាំចូលអាវុធពីបរទេសហើយការវិនិយោគទៅលើវិស័យការពារជាតិមិនមែនគ្រាន់តែជាការការពារនៅដែនដីអធិបតេយ្យភាព
របស់ប្រទេសប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឱកាសនៅក្នុងការបង្កើតបាទនៅតម្លៃសេដ្ឋកិច្ចបាទលើកកម្ពស់បច្ចេកវិទ្យានិងវិស្វកម្មជាពិសេសបច្ចេកវិទ្យាប្រើប្រាស់ស៊ីវិលសពថ្ងៃជាច្រើនដូចជា drone ឬក៏ប្រព័ន្ធ GPS សុទ្ធតែមានប្រភពដើមចេញអំពីការស្រាវជ្រាវរបស់យោធាសម្ដីលោកអនុទានបាទត្រូវបានគេមើលឃើញថាជាសម្ដីលាបពណ៌សទៅលើទង្វើដ៏ខ្មៅអាក្រក់របស់យោធារបស់ថៃដែលនោះគឺក៏ព្រោះតែភាគីរបស់ថៃគឺជាអ្នកដែលតែងតែបង្កចំនួននិងបើកការឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវប្រៃផ្សៃយងខ្នងខូខើជាទីបំផុតនៅក្នុងព្រឹត្តិការណ៍នោះក៏មានការចុះហត្ថលេខាទៅលើអនុសារណៈនៃការយោគយល់គ្នាដែលហៅកាត់ថា MOU រវាងក្រសួងការពារជាតិក្រសួងឧស្សាហកម្មនិងវិទ្យាស្ថានដើម្បីផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងអ្នកជំនាញស្រាវជ្រាវទៅនឹងការផលិតនៅសមត្ថភាពជាក់ស្ដែងដើម្បីជំរុញឲ្យការផលិតគ្រាប់កាំភ្លើងអាវុធយុទ្ធភ័ណ្ឌនិងបច្ចេកវិទ្យាយោធាបាទជំរុញទៅនឹងការពង្រឹងនៅវិស័យអាវុធរបស់ថៃនោះគឺជាការប្រមាននិងជាការគំរាមកំហែងទៅដល់បណ្ដាប្រទេសជិតខាងជាពិសេសបាទកម្ពុជាយើងតែម្ដងសម្ដីផ្អែមបង្កប់ដោយពឹសពោះរបស់លោកអនុទានគ្រាន់តែជាយុទ្ធសាស្ត្រនៅក្នុងការបោកប្រាស់ឬក៏បាទភូតផលតែប៉ុណ្ណោះដោយមាត់សេរីថាស្រឡាញ់សន្តិភាពប៉ុន្តែដៃកំពុងតែកេះកៃកំភ្លើងរងចាំឱកាសល្អដើម្បីបើកការឈ្លានពានមកលើទឹកដីកម្ពុជាម្ដងទៀតបាទដោយសារតែថ្មីនេះថៃគេរកលេសបាទឈ្លានពានមកលើកម្ពុជាមិនបានអញ្ចឹងបងប្អូនទាំងគ្នាដឹងថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះបាទថៃនៅតែបំពេញបាទចង់បានទឹកដីកម្ពុជារបស់យើងទាំងងងឹតងងុលហើយហេតុអ្វីដែលយើងមិនព្រមតបតពាក់ព័ន្ធទៅនឹងដែលយើងមិនតបតយើងមានគុណវិបត្តិច្រើនមែនទែនទី1កម្ពុជាជាប្រទេសតូចបាទហើយកម្ពុជាក៏មិនទាន់ជាប្រទេសដែលធៀមលក្ខណៈគ្រប់គ្រាន់នៅក្នុងការធ្វើសង្គ្រាមឬក៏ជះលុយទាំងលានដុល្លារនៅក្នុងការទិញយន្តហោះចម្បាំងទិញសភាវុធឬក៏ទិញស្អីផ្សេងដើម្បីការពារជាតិទេកម្ពុជាគឺជាប្រទេសមួយដែលកំពុងតែអភិវឌ្ឍប្រទេសទៅជាប្រទេសជឿនលឿនបាទឲ្យទាន់សម័យកាលបាទយើងដឹងថាជំនាន់ដែលប្រទេសថៃប្រទេសវៀតណាមគេប្រើអ៊ីនធឺណិតទាំងដែលប្រទេសកម្ពុជាមិនស្គាល់ពាក្យថាអ៊ីនធឺណិតនឹងជាអីផងបាទនេះហើយគឺគុណវិបត្តិឥឡូវសួរថាស្រុកខ្មែរមានអីខ្លះស្អីក៏មានហេដ្ឋារចនាសម្ព័ន្ធបាទពាក់ព័ន្ធទៅនឹងផ្លូវថ្នល់បាទយើងឃើញភាពជាក់ស្ដែងហើយថ្មីនេះនៅថ្ងៃទី7ខែ7 2026នេះយើងក៏បានឃើញសម្ដេចហ៊ុនម៉ាណែតបាទទៅបើកសម្ពោធនៅផ្លូវមួយខ្សែបាទពីស្គុនទៅដល់កំពង់ចាមដែលផ្លូវនេះគឺជាផ្លូវសំខាន់មែនទែនបងប្អូននេះដែលអ្នកដែលទៅកំពង់ចាមអីហ្នឹងគឺឥឡូវនេះជិះសឹងថាតែ2ម៉ោងតែពីមុនយើងអាចជិះខ្ទង់3ម៉ោងអីចឹងទៅឥឡូវនេះជិះតែ2ម៉ោងដល់ផ្លូវស្រឡះផ្លូវស្រួលជិះអញ្ចឹងបាទកម្ពុជាអត់មានពេលណាទៅការពារឬក៏ទិញអាវុធរាប់លានដុល្លារដើម្បីទប់ទល់ឬក៏ចង់ធ្វើសង្គ្រាមជាមួយនឹងប្រទេសជិតខាងទេកម្ពុជាបានបង្ហាញនៅជំហរច្បាស់លាស់ថាកម្ពុជាចង់បានសន្តិភាពក៏ប៉ុន្តែបើយើងងាកត្រឡប់ទៅមើលប្រទេសថៃគឺអត់មានចង់ធ្វើសន្តិភាពទេគឺចង់វាយគ្នាតែម្ដងទី1ដើម្បីស្លឹកឆ្នោតទី2ដើម្បីធ្វើការគម្រាមកំហែងមកកាន់កម្ពុជាថាកុំចេះតែហ៊ានប៉ះជាមួយអញចឹងទៅបាទអញ្ចឹងសម្រាប់ព័ត៌មានយើងបញ្ចប់តែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅព្រឹត្តិការណ៍ព័ត៌មានថ្មីៗនិងអាប់ដេតបន្តទៀតអរគុណច្រើនមែនសម្រាប់ការតាមដានទស្សនារបស់ប្រិមិត្តគណៈពេលនេះខ្ញុំបាទសូមគោរពនិងជម្រាបលា